皆さんこんにちはสุดท้ายนัดออกเนี่ยថ្ងៃนึงคือខ្ញុំចេញវីដេអូថ្មីទៀតហើយវីដេអូថ្ងៃនេះគឺតាក់ទងទៅនឹងការបង្រៀនភាសាជប៉ុនដដែលទេប៉ុន្តែតាក់ទងទៅនឹងអត្ថន័យនៃវីដេអូថ្ងៃនេះគឺតាក់ទងទៅនឹងប៊ឺនពោតាក់ទងទៅនឹងវេយ្យាករណ៍ GLPT កម្រិត N3 សម្រាប់ចែកជូនទៅកាន់អ្នកទាំងអស់គ្នាប៉ុន្តែមុននឹងចូលទៅដល់ការបកស្រាយតាក់ទងទៅនឹងការបញ្យល់ពាក្យឬក៏វេយ្យាករណ៍មួយចំនួនតាក់ទងទៅនឹងលំហាត់មួយនេះគឺអ្នកទាំងអស់គ្នាអាចចូលទៅក្នុង YouTube ដោយគ្រាន់តែអ្នកទាំងអស់គ្នា search សិនសិសុភីមកគឺនឹងចេញ channel របស់ខ្ញុំដូច channel អ្នកទាំងអស់គ្នាអាចចូលទៅ subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗម្យ៉ាងទៀតតាក់ទងទៅនឹង Facebook page តាក់ទងទៅនឹង Instagram តាក់ទង Facebook page តាក់ទងទៅនឹង TikTok ជាដើមអ្នកទាំងអស់គ្នាគ្រាន់តែសរសេរឈ្មោះសិនសិសុភីមកគឺចេញហើយអញ្ចឹងអ្នកទាំងអស់គ្នាគឺអាចចុច like និង follow ម្នាក់មួយផងដើម្បីទទួលបានវីដេអូជាបន្តបន្ទាប់ចុះតើ皆さんលំហាត់ថ្ងៃនេះគឺ一番គេថាថា疲れていたので授業中に何々々しまったអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែយកពាក្យទាំង4តើអត្ថន័យមួយណាដែល C ទៅនឹងប្រយោគនោះគឺជាចម្លើយដែលត្រឹមត្រូវដូច្នេះទាមទារអ្នកទាំងអស់គ្នាចេះពាក្យទាំង4នេះទើបអ្នកទាំងអស់គ្នាអាចងាយស្រួលក្នុងការជ្រើសរើសលំហាត់បែបហ្នឹងចឹងតើលំហាត់បែបហ្នឹងគឺខ្ញុំបានដកស្រង់ចេញពាក្យប្របាក់មួយចំនួនចែកជូនទៅកាន់អ្នកទាំងអស់គ្នាពាក្យទី1គឺគេទៅសេថា scareru បបប្រែថាហត់នឿយឬក៏នឿយហត់អញ្ចឹងមកចេញមកពីពាក្យ scaremas ពាក្យទី2គឺ kyugaku suru បបប្រែថាព្យួរការសិក្សាពីបន្ទាប់ namakeru បបប្រែថាខ្ជិលឬក៏ខ្ជិលច្រអូសជាដើមពីបន្ទាប់ chukyoju បបប្រែថាកំឡុងពេលរៀនឬក៏កំឡុងពេលសិក្សាពីបន្ទាប់គឺខ្ញុំទៅសេនៅខាងក្រោមដោយសារខាងនោះគឺចង្អៀតមែនតើក្នុងការទៅសេពាក្យអញ្ចឹងពាក្យបន្ទាប់ពាក្យចុងក្រោយគឺ inemuri suru បបប្រែថាងងុយដេកឬក៏ងងុយគេងតែពាក្យចុងក្រោយមួយទៀតមានន័យថាដែលខ្ញុំអត់មានកន្លែងទៅសេគឺពាក្យថា sabote ហ្នឹងមកពីពាក្យ saboru បបប្រែថាកិច្ចម៉ោងរៀនអីហ្នឹងអូខេតាមមានន័យថាអញ្ចឹងពាក្យបាក់មានតែប៉ុណ្្នឹងទេដូចជាមាន6 7ពាក្យចុះតោះដាក់ចូលទាំងអស់គ្នា scarete ita no de chukyo chuni nani 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 shimata អញ្ចឹងមានវេយ្យាករណ៍មួយអ្នកទាំងអស់គ្នាមានបានធ្លាប់រៀនហើយនៅវេយ្យាករណ៍ tesimata គឺមានអត្ថន័យ2អត្ថន័យទី1គឺបង្ហាញអំពីអារម្មណ៍សោកស្ដាយហើយអត្ថន័យរបស់ shimata មួយទៀតគឺបានធ្វើអ្វីមួយចប់សពគ្រប់អូខេតោះវេយ្យាករណ៍បន្តគឺ nani nani no de នេះបបប្រែថាដោយសារតែអញ្ចឹងដំណរភ្ជាប់វាគឺតម្រងតាក់កែកន្លែងនេះអញ្ចឹងតោះ scarete ita no de គេកាត់ក្បៀសអញ្ចឹងមានន័យថាជាបកប្រែត្រឹមនឹងសិនមក scarete ita no de ដោយសារតែបានហត់នឿយខ្លាំងពេកអញ្ចឹង chukyo chuni nani 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 shimata ខ្ញុំបានចុចកំឡុងពេលសិក្សាអញ្ចឹងតោះចម្លើយមានតែមួយទេមីណាសាចម្លើយដែលត្រឹមត្រូវនោះគឺនេះបានですអូខេចម្លើយដែលត្រឹមត្រូវគឺនេះបាន inemuri shite shimata ខ្ញុំបានងងុយដេកកំឡុងពេលម៉ោងរៀនអញ្ចឹងកន្លែងនេះមីណាសាចម្លើយរបស់យើងគឺនេះបានです inemuri shite shimata ចុះតោះសរុបឡើងវិញម្ដងទៀត scarete ita no de ដោយសារតែខ្ញុំបាននឿយហត់ខ្លាំងពេក chukyo chuni inemuri shite shimata ខ្ញុំបានងងុយគេកំឡុងពេលម៉ោងរៀនអញ្ចឹង tesimata បង្ហាញអំពីអារម្មណ៍សោកស្ដាយកន្លែងហ្នឹងពីព្រោះយើងកំពុងតែរៀនគឺយើងបានងងុយគេងោកចុះងោកឡើងហ្នឹងគឺ inemuri shite អូខេចុះចម្លើយត្រឹមត្រូវមួយជាដូមីណាសាននេះបានですអញ្ចឹង ichiban sanban និង yonban គឺមិនមែនជាចម្លើយដែលត្រឹមត្រូវនោះទេអូខេតើទាំងអស់គ្នាតើតងទៅនឹងវីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចុច Subscribe នៅក្នុង YouTube ចុច Like និង Follow នៅក្នុង IG នៅក្នុង TikTok ក៏ដូចជា Facebook Page របស់ខ្ញុំអ្នកមួយដើម្បីទទួលបានវីដេអូជាបន្តបន្ទាប់អរគុណច្រើនសូមជួបគ្នានៅវីដេអូបន្តទៀត